chị ta nên có đặt những mạch đâu là lỡ ắt sao tự tấn No វាមិនមែនជាទឹកនោះទេតែវាគឺជាញើសរបស់ខ្ញុំគឺដោយសារតែនាងហ្នឹងឯងអាកាសធាតុ43អង្សាហើយនឹងមិនព្រមបើកម៉ាស៊ីនត្រជាក់ទៀតនៅមករអ៊ូតាំងពីថ្ងៃរហូតដល់យូរ ខ្ញុំគឺជាអ្នកគ្រប់គ្រងនាងធ្វើតាមដែលខ្ញុំនិយាយទៅហើយយកសម្រាប់នេះទៅចោលផងបើមិនអញ្ចឹងទេខ្ញុំនឹងកាត់ប្រាក់ខែនាង ចង់ទៅផ្ទះនាងឲ្យវិចមកនោះទេបញ្ចូលសម្លេងដោយក្រុម SO Short Film ឯងជានរណាហ្នឹងខ្ញុំភ្ញាក់ស្អីហីឯងមកធ្វើអីនៅទីហ្នឹង លើថាកូនក្មេងបើចង់បានអ្នកបដាយតតែអង្គុយញ៉ាំចិត្តធុងសម្រាមខ្ញុំអត់មានម៉ាក់ទេដូច្នេះខ្ញុំចង់ឲ្យអ្នកម៉ាក់មករើខ្ញុំឃ្លាន មករបស់ឯងបានមកដល់ហើយប៉ារបស់ឯងទៅណា លោកប៉ាខ្ញុំជួផ្ទះហើយខ្ញុំក៏មិនដឹងតែគាត់នៅណាដែរឥឡូវហ្នឹង តាមពិតទៅគឺជាកូនអ្នកក្រីក្រអញ្ចឹងទៅបានជាធំក្លិនក្រហ្នឹងចាំសិជីនាងឆាប់ឲ្យក្មេងម្នាក់នេះចេញពីហាងខ្ញុំភ្លាមទៅនាងធ្វើអីហ្នឹងខ្ញុំបានមកលុយគេហើយគេគឺជាភ្ញៀវដឹងអត់អត់អីទេអញញ៉ាំទៅមិនតាក់ទងនឹងឯងទេតើលោកប៉ារបស់ឯងឈ្មោះអីដែរ លីតុង អូលីឈុំអាឡូស្ថានីយ៍ប៉ូលីសមែនចាំមិនហើយខ្ញុំចង់រៀបការរឿងមួយលោកប៉ារបស់គេគឺឈ្មោះលីឈុំចៅកូនមុននឹងរកឃើញលោកប៉ារបស់ឯងត្រូវទៅតាមបងសិនណា បាទវ៉ានេះហើយគឺជាឡានក្រុងពិតជាធំពិតជាស្អាតមែន ឯងមិនដែលជិះឡានក្រុងទេអី រកពេលដែលចេញពីផ្ទះគឺលោកប៉ាតែតែប្រើប្រាស់ឡានផ្សេងគឺលោកប៉ាខ្ញុំជិះដល់ប្រភេទនេះ ជិះរមាក់កង់3លោកប៉ារបស់គេផ្ទៃឡើងទៅធ្វើការសំណងជិះឡើងជិះរមាក់កង់3មកផ្ទះយកកូនទៀតទៅទិញបន្លែបងនឹងធ្វើមកឆ្ងាញ់ៗឯងញ៉ាំ បងស្រីតើបងស្រីចង់ញ៉ាំធូរ៉េណត់ បើយើងអត់លុយនោះទេកុំធ្វើលឿងអីទៅ រស់ស៊ីមិនសូវដាច់សោះឥឡូវ បន្តិចទៀតពួកយើងនឹងទៅ ហាងធំតូចនិងសំខាន់លើយុទ្ធសាស្ត្រលោកគួរតែប្រើវីដេអូដើម្បីតាក់ទាញភ្ញៀវគួរតែប្រើវីដេអូខ្លីៗដើម្បីថតផលិតផលរបស់យើងលោកមើលយើងបង្ហោះវាទៅបណ្ដាញសង្គម Facebook លោកពូយូរឲ្យមិនយល់សោះឯងគ្រាន់តែនិយាយភ្លាមលោកពូយល់ភ្លាមហាហាហាកូនប្រុសរបស់នាងពិតជាប្រកែមែនតើឯងចង់បានអីខ្ញុំឲ្យឯង ឥឡូវនេះយើងមានតរ៉េណា អេពេលសម្ដីមុនហ្នឹងឯងរៀនពីណាគេ លោកប៉ាខ្ញុំគឺបកកាយខាងសេដ្ឋកិច្ចណាគាត់តែងតែនិយាយខ្ញុំស្ដាប់ មែនអីមនុស្សប្រុសទោះបីជាមានលុយអត់លុយនិយាយតែរឿងបែបហ្នឹង អេម៉ា មកនៅទីនេះកូនចាំគេងទៅ អេអាក្មេងក្រីក្រឯងមកអង្គុយនៅទីនេះទៀតតែអង្គុយចិត្តធំសម្រាប់ទៅ អីអត់អីទេតែឯងមានរបួសដែរអត់ឲ្យបងស្រីមើល ចានរបស់ខ្ញុំមិនអីសងលុយមក ខ្ញុំសង$20គ្រប់អត់ មិនមែនសងតែមួយទេគឺសង50ចានខ្វះតែមួយក៏មិនបានដែរនាងត្រូវមកឲ្យគ្រប់ចាន50 នាងអីក៏លោភលន់ម្លេះ អត់ចង់មកមែនបើគ្មានលុយទេកុំនាំមនុស្សចូលមកក្នុងហាងនឹងចឹងទៀតហើយខ្ញុំនឹងកាត់ប្រាក់ខែរបស់នាងទៀតនាងធ្វើឲ្យបាយចានមួយហើយនាងនៅនិយាយតវ៉ាទៀតបន្តិចទៀតលោកប្រធានផ្នែកគាត់នឹងមកដល់ហើយនាងត្រូវរកចេញហីឆាប់ចេញទៅចេញទៅធ្វើស្អីចេញទៅឆាប់ ធ្វើស្អីណា លោកប្រធានមកដល់ហើយ ឆ្លុះគ្នារឿងអី លោកប្រធានដោយសារតែពួកគេប្រមាណអ្នកនេះហាងរបស់យើងរញ៉ៃណា ហេអ្នកប្រុសតូចលោកអគ្គនាយកប្រមាណថ្ងៃនេះដើររោងអ្នកប្រុសរហូតតែអ្នកប្រុសដឹងទេ អ្នកប្រុសតូច ត្រូវហើយគេគឺជាកូនប្រុសតែមួយគត់របស់អគ្គនាយករបស់ខ្ញុំ អ្នកប្រុសតូចសៅប៉ោ អ្នកប្រុសតូចខ្ញុំមានភ្នែកអត់ប្រស័យទេសូមអ្នកប្រុសកុំខឹងកុំយកទោសខ្ញុំអី នាងធ្វើបាបខ្ញុំមិនសងសឹកនាងទេក៏ប៉ុន្តែនាងបានធ្វើបាបបងស្រីយ៉ាងសាជីខ្ញុំនឹងជំរះបញ្ជីជាមួយនាង អ្នកប្រុសតូចទីការហ្នឹងតើខ្ញុំជាអ្នកដោះស្រាយមក លោកប្រធានស្ដាប់ខ្ញុំមកស្រីសិន នាងត្រូវដកចេញហើយ បងស្រីសាជីតើបងយកប្រូម៉ូថៃខ្ញុំអត់ខ្ញុំឲ្យប្រាក់ខែបង ប្រាក់ខែ3000 ទេមួយថ្ងៃ3000 ពេលណាទៅបាយធ្វើវិញ កូនប្រុសកូនតណាឲ្យមួយថ្ងៃហ្នឹងលោកប៉ាកូនបានទៅកន្លែងធូរសម្រាប់រើបានប្រពន្ធល្អម្នាក់សម្រាប់លោកប៉ា